บัดជំរាបសួរបងប្អូនតគ្នាអញ្ចឹងថ្ងៃនេះយើងតមេរៀនយើងទៀតទាក់ទងនឹងការរចនាណែមកាតបាទឬក៏យើងហៅថានាមប័ណ្ណអញ្ចឹងបាទអញ្ចឹងដោយដែលបងប្អូនបានឃើញហើយដែលខ្ញុំបានបង្ហាញនៅនេះគឺជា file mockup នៃណែមកាតអញ្ចឹងបាទអញ្ចឹងដោយដែលបងប្អូនបានឃើញហើយចំពោះណែមកាតនេះជាទូទៅគេប្រើសម្រាប់នៅក្នុងស្ថាប័នឬក៏អាជីវកម្មនានាអញ្ចឹងបាទអញ្ចឹងវាមានលក្ខណៈខុសគ្នាបន្តិចបន្តួចពី ID card បាទអញ្ចឹងចំពោះ ID card គឺវាមានទម្រង់វិឈរហើយវាជាការសម្គាល់ខ្លួនជាព័ត៌មានផ្ទាល់ខ្លួនបាទចំណែកឯ name card គឺជាព័ត៌មានសម្រាប់ក្រុមហ៊ុនឬក៏អាជីវកម្មឬក៏ស្ថាប័ននីមួយៗបាទដើម្បីឲ្យគេងាយស្រួលតាក់ទងនៅពេលដែលគេចង់បានសេវាកម្មរបស់យើងអីគេអាចតាក់ទងទៅតាមនាមប័ណ្ណនឹងបានបាទអញ្ចឹងប៉ុណ្ណឹងតាក់ទងនឹងភាពខុសគ្នារវាង name card និង ID card បាទអញ្ចឹងមុននឹងយើងចូលទៅកាន់ការ design name card នេះយើងត្រូវស្វែងយល់ពីទម្រង់និង concept វាជាមុនសិនបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងជាដំបូងបងប្អូនចូលទៅកាន់ Google Chrome សិនមកបាទតទៅទៀតបងប្អូន search ពាក្យថា name card បាទអញ្ចឹងយើង search មើល concept គេជាមុនសិនមកបាទអញ្ចឹងបងប្អូន search បែបហ្នឹងមកហើយ enter មកតទៅទៀតបងប្អូនយកពាក្យថា image បាទអញ្ចឹងទាំងអស់នេះគឺជា concept ដែលគេបានធ្វើរួចគេផុសនៅលើអ៊ីនធឺណិតអញ្ចឹងបាទអញ្ចឹងបងប្អូនអាចស្វែងរកមើល concept គេជាមុនសិនមកមុននឹងយើង design ដើម្បីយើងមានគំនិតច្នៃប្រឌិតបន្ថែមអញ្ចឹងបាទអញ្ចឹងទាក់ទងនឹងការស្វែងរក concept ឬក៏គំនិតបន្ថែមនេះយើងត្រូវមើលរបស់គេហើយជ្រើសរើសនៅ name card ណាមួយដែលបងប្អូនពេញចិត្តបន្តមកទៀតបងប្អូនយកទៅច្នៃបន្ថែមឬក៏ design បន្ថែមអញ្ចឹងបាទអញ្ចឹងនេះគឺជា concept នៃការស្វែងរកគំនិតនៃការ design បន្ថែមអញ្ចឹងបាទអញ្ចឹងនៅពេលដែលបងប្អូនដឹងពីទម្រង់ concept របស់ name card ហើយបងប្អូនត្រូវស្វែងយល់មួយទៀតគឺទាក់ទងនឹងទំហំរបស់ name card បាទអញ្ចឹងបងប្អូនអាច search size name card មកបាទបងប្អូនដាក់តាមអ្វីដែលខ្ញុំបានប្រាប់មកនេះបងប្អូនអាច search បែបហ្នឹងមកហើយ enter មកបន្តមកទៀតបងប្អូនយកកន្លែង image បងប្អូននឹងឃើញទំហំឬក៏ຂະຫນាតរបស់ name card ហើយបាទអញ្ចឹងវាមានគិតជាមីលីម៉ែត្រនិងសង់ទីម៉ែត្របាទអញ្ចឹងផ្សិនបើបងប្អូនច្បាស់ជាមួយសង់ទីម៉ែត្របងប្អូនយកទំហំជាសង់ទីម៉ែត្រទៅផ្សិនបើបងប្អូនច្បាស់ជាមួយមីលីម៉ែត្របងប្អូនយកទំហំមីលីម៉ែត្រទៅបាទអញ្ចឹងឥឡូវនេះខ្ញុំសុំយកទម្រង់មួយនេះបាទវាគិតជាមីលីម៉ែត្រអញ្ចឹងបាទ85មីលីម៉ែត្រគុណនឹង55មីលីម៉ែត្របាទអញ្ចឹងនៅពេលដែលបងប្អូនបានស្វែងរក concept ហើយនឹងដឹងពីទំហំរបស់ name card ហើយបងប្អូនចូលមកកាន់កម្មវិធី Adobe Photoshop មកបន្តទៀតបងប្អូន Control N ចូលមកកន្លែង New Document ហើយបងប្អូនដាក់ឈ្មោះមកបាទដាក់name card បាទអញ្ចឹងបងប្អូនធ្វើតាក់ទងនឹងអីបងប្អូនដាក់ឈ្មោះឲ្យត្រូវទៅតាមអ្វីដែលបងប្អូនធ្វើទៅអញ្ចឹងខ្ញុំដាក់ឈ្មោះបែបហ្នឹងបន្តទៀតតាក់ទងនឹងទំហំមិញខ្ញុំគិតជាមីលីម៉ែត្រអញ្ចឹងខ្ញុំជ្រើសរើសប្រភេទនេះជាមីលីម៉ែត្រមកបាទហើយខ្ញុំយកទំហំ85គុណនឹង55អញ្ចឹងទៅមីលីម៉ែត្របាទតទៅទៀតចំពោះ resolution ខ្ញុំយក300មក color mode ខ្ញុំយក RGB មកបន្តទៀតបងប្អូនចុច create មកបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានបង្កើតផ្ទាំងកិច្ចការហើយវានឹងបង្ហាញបែបនេះឲ្យបងប្អូនឃើញបាទអញ្ចឹងខ្ញុំចង់បានផ្ទាំងកិច្ចការ2ក្នុងពេលតែមួយអញ្ចឹងបងប្អូនគ្រាន់តែចុច mouse ស្ដាំលើ Move Tool ហើយបងប្អូនយកពាក្យថា Artboard Tool មកហើយបងប្អូនយកវាមកគូរនៅក្នុងទម្រង់ដែលយើងបានបង្កើតមកបាទគូរបែបហ្នឹងមកហើយបងប្អូនប្រឡែងមកបងប្អូនចុចបូកបន្ថែមមួយមកអញ្ចឹងនេះគឺជាការបង្កើត artboard 2ក្នុងពេលតែមួយអញ្ចឹងបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានបង្កើតផ្ទាំង artboard បាន2ហើយបន្តទៀតកន្លែងនេះបងប្អូនអាច rename ដាក់ឈ្មោះផ្សេងមកឧទាហរណ៍ទី1នេះខ្ញុំដាក់ខាងមុខ front បាទចំពោះខាងក្រោយនេះខ្ញុំដាក់ back មកបាទអញ្ចឹងខ្ញុំបាន rename បែបហ្នឹងវាមាន front មាន back បាទអញ្ចឹងបន្តមកទៀតបងប្អូនមកមើល style ឬក៏ concept នៃ name card គេទី1គេមាន logo ហើយឈ្មោះតួនាទីលេខទំនាក់ទំនង website ហើយនឹងអាសយដ្ឋានអញ្ចឹងទៅបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ផងដែរមុននឹងយើង design អ្វីមួយមិនថា poster មិនថា name card ID card ទេផ្សិនបើគេមាន logo អញ្ចឹងយើងត្រូវមើលពណ៌នៃ logo គេថាពណ៌របស់ logo គេមានពណ៌អ្វីខ្លះអញ្ចឹងបាទអញ្ចឹងយើង design ត្រូវ follow ទៅតាមពណ៌ logo គេបាទដើម្បីឲ្យ design ទៅកុំឲ្យវាឆ្គងពី logo គេអញ្ចឹងបាទមិនថាពណ៌មិនថា style ទេបាទអញ្ចឹងប៉ុណ្ណឹងតាក់ទងនឹងការស្វែងយល់ខ្លះមុននឹងយើង design អញ្ចឹងបាទអញ្ចឹងជាដំបូងខ្ញុំសូមទៅបើក logo គេចូលមកបាទអញ្ចឹងខ្ញុំ select លើទី1នេះសិនហើយខ្ញុំបើក
logo គេមកបាទអញ្ចឹងយើងព្រមមកល្មមសិនមកកុំទាំងខ្វល់វាឬក៏យើងបង្កើត new កាយ layout បាទចូលមកកាន់ view ហើយយកពាក្យថា new កាយ layout បាទយកបែបហ្នឹងមកហើយកន្លែងនេះបងប្អូនយក2មកកន្លែង column ហើយ row យក2មកហើយចំពោះ margin បើសិនគិតជា pixel បងប្អូនយក40មកហើយខ្ញុំដាក់40ស្មើគ្នាអានេះកុំលាតវាអញ្ចឹងបាទតទៅទៀតបងប្អូនចុច OK មកបាទបាទអញ្ចឹងចំពោះការដាក់កាយ layout បែបនេះដើម្បីឲ្យងាយស្រួលក្នុងការស្រេនិងរៀបចំ text និង logo អញ្ចឹងបាទអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការសរសេរអក្សរចូលមកឬក៏យើងបង្កើត style នេះសិនក៏បានដែរអញ្ចឹងខ្ញុំបង្កើត style មកចឹងតាកតងនឹងការលេង style ខាងក្រោមបែបនេះអត់មានអ្វីពិបាកទេបងប្អូនគ្រាន់តែយកនេះ rectangle tool នេះយកមកគូរមកបងប្អូនយកវាហើយកន្លែងនេះបងប្អូនយក set ហើយកន្លែងនេះបងប្អូនដាក់ពណ៌អីសម្គាល់សិនក៏បានដែរឧទាហរណ៍ខ្ញុំដាក់ពណ៌នឹងចុះហើយខ្ញុំធ្វើការគូរវាមកខ្ញុំគូរប៉ុណ្្នឹងមកតទៅទៀតបងប្អូនមើលគឺកន្លែងនេះគេមានលក្ខណៈមូលអញ្ចឹងអានឹងយើងគ្រាន់តែចូលមកហើយយើងទាញអានេះមកនេះយើងព្រីឲ្យធំហើយយើងទាញអានេះឲ្យចូលមកក្នុងមកគឺវានឹងមូលហើយបាទតទៅទៀតបងប្អូន copy មក control J បាទ control J វាបាន2ហើយបងប្អូនចុច shift មកដើម្បីវាត្រង់តទៅទៀតបងប្អូន double click យកពណ៌នេះមកនេះចាប់យកពណ៌ហ្នឹងហើយអានេះក៏ដូចគ្នាដែរខ្ញុំចុចលើវា double click ដូរដាក់ពណ៌នេះវិញបាទដើម្បីយើង follow ទៅតាម logo គេអញ្ចឹងបាទហើយអានេះខ្ញុំទាញមកនេះមកបាទតទៅទៀតអានេះវានៅលើបាទ save មួយនេះប៉ុន្តែយើងចង់ឲ្យវានៅក្រោមបងប្អូនគ្រាន់តែឈរលើវាហើយបងប្អូនទាញមកក្រោម save នេះមក layer save នេះមកគឺវានឹងស្ថិតនៅខាងក្រោមហើយបាទបងប្អូនចង់ទាញទេបងប្អូនទាញមកអញ្ចឹងយើងអត់ទាន់ស្រេវាប្រហែលទេអញ្ចឹងយើងគ្រាន់តែយកវាមកដាក់សិនទេបាទអញ្ចឹងបន្តមកទៀតយើងត្រូវមើលរបស់គេបន្ថែមទៀតគឺគេមាន save បែបនេះទៀតអញ្ចឹងអានឹងយើងអាចយកអានឹងដូចគ្នា rectangle tool នឹងយើងយកវាមកគូរមកយកវាទួយល្មមមកបែបហ្នឹងហើយយើងទាញវាមូលមកព្រីកមកយើងទាញអានេះបែបហ្នឹងមកបាទគឺវានឹងមូលហើយអញ្ចឹងយើងអាចព្រួមវាបន្តិចទៀតក៏បានដែរដាក់វាមកល្មមអញ្ចឹងទៅបាទអញ្ចឹងខ្ញុំដាក់ប៉ុណ្្នឹងសិនចុះខ្ញុំអត់ទាន់គិតថាវាត្រូវហើយនៅទេបាទអញ្ចឹងបន្តទៀតយើងត្រូវយកព័ត៌មានចូលឲ្យអស់មកគឺទាក់ទងនឹងឈ្មោះតួនាទីលេខទំនាក់ទំនងអីគាត់ហ្នឹងយើងវាយចូលមកបាទអញ្ចឹងខ្ញុំយក tab tool មកបាទតទៅទៀតកន្លែងនេះខ្ញុំដូរទៅកាន់ពណ៌ខ្មៅសិនដើម្បីងាយស្រួលមើលហើយខ្ញុំចុចលើវាតទៅទៀតខ្ញុំ copy មកដោយសារខ្ញុំមានស្រាប់ហើយអញ្ចឹងខ្ញុំ copy ឈ្មោះមកអញ្ចឹងបងប្អូនអាចសរសេរឡើងវិញមកបាទសម្រាប់បងប្អូនអញ្ចឹងដោយសារខ្ញុំបានសរសេររួចហើយអញ្ចឹងខ្ញុំគ្រាន់តែ copy នៅក្នុង note របស់ខ្ញុំមកបាទតទៅទៀតខ្ញុំ copy ទៀតមកអញ្ចឹងខ្ញុំអាច alt ហើយ shift ទាញវាមកស្មើនឹង copy ឬក៏បងប្អូនចង់ control J មកវាស្មើ copy ដូចគ្នាអញ្ចឹងបាទអញ្ចឹងអានេះខ្ញុំព្រមមកល្មមមកហើយតទៅទៀតខ្ញុំ copy ទៀតអញ្ចឹងខ្ញុំ copy ព័ត៌មាននេះមកនេះប៉ុណ្្នឹងមកហើយខ្ញុំយកវាមកផាសនេះបាទបែបហ្នឹងមកបាទអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការរៀបចំឈ្មោះនិងតួនាទីនេះឲ្យបានល្អមកបាទអញ្ចឹងខ្ញុំធ្វើការរក font ណាដែលវាមើលទៅស្អាតមកបាទfont នេះចុះ font ហ្នឹងខ្ញុំចូលមកកាន់នេះដូរអានេះមកអញ្ចឹងអានេះខ្ញុំអាចដាក់ឲ្យរាងក្រាស់មក select លើវាយក bold នេះមកឲ្យរាងក្រាស់បែបហ្នឹងហើយអានេះខ្ញុំយកស្ដើងអញ្ចឹងទៅទៀតយើងត្រូវ follow ទៅតាមពណ៌គេយើង select អានឹងមកហើយយើងត្រូវចុចយកពណ៌នេះហើយអានេះដូចគ្នាខ្ញុំ select ចុចយកពណ៌នេះអញ្ចឹងទៅបាទដើម្បី follow ទៅតាមពណ៌គេអានេះដូចគ្នាដែរយើងត្រូវ follow ដូចគ្នាបែបហ្នឹងតទៅទៀតអានេះខ្ញុំត្រូវយក font តែមួយមកនេះឲ្យដូចអានឹងមកអញ្ចឹងចំពោះការលេង font ដោយដែលខ្ញុំបានប្រាប់ហើយមិនថា font ឬក៏ពណ៌ទេយើងត្រូវលេងវាយកត្រឹមពី font ចុះក្រោមបានហើយបាទហើយតទៅទៀតនេះវាមាន style បែបនេះអញ្ចឹងអានឹងអត់ជាបញ្ហាទេយើងគ្រាន់តែយក rectangle tool នេះយកវាមកគូរមក
ឧទាហរណ៍ប៉ុណ្ណឹងហើយខ្ញុំអាច copy វាឬក៏យើងព្រីចឲ្យធំហើយយើងទាញអានេះចូលមកឲ្យវាមូលបាទហើយយើង copy មក Ctrl J បាន2ហើយយើង double click លើវាបដូរពណ៌មកអញ្ចឹងអាមុខខ្ញុំយកប្រផេះអាក្រមនេះខ្ញុំយកពណ៌នេះបាទប៉ុន្តែឲ្យខ្ញុំទាញទៅលើមកទាញទៅលើបែបហ្នឹងហើយខ្ញុំទាញអានេះចូលមកវិញមកបាទអញ្ចឹងអានេះគឺជាការលេង style អញ្ចឹងខ្ញុំអាចទាញបងប្អូនឃើញអត់តទៅទៀតបងប្អូនចូលមកកាន់ layer ហើយបងប្អូនអាច select វាហើយបងប្អូនអាចចាប់ទាញឲ្យវារាងធំតិចមកបាទមកល្មមមកហើយនេះយើងដាក់មកស្មើបែបហ្នឹងឯងហើយយើងមើលអានេះដែរធ្វើម៉េចឲ្យវាស្មើអានេះយើងអាចចាក់សមកហើយ select 3នេះយើងទាញឲ្យវាស្មើនេះបាទអញ្ចឹងការរៀបចំគឺបែបហ្នឹងដើម្បីឲ្យស្អាតណាយើងធ្វើការដាក់កាយ layout មកដើម្បីឲ្យងាយស្រួលក្នុងការស្រេអញ្ចឹងទៅបាទហើយអានេះខ្ញុំ select លើវា double click ហើយខ្ញុំបដូរពណ៌ដាក់ពណ៌ហ្នឹងមកអានេះយើងអាចទាញចុះបន្តិចទៀតក៏បានដែរហើយនេះខ្ញុំចុចលើវាខ្ញុំដូរដាក់ font ដូចគ្នាមកដាក់ font នេះមកអញ្ចឹងខ្ញុំអាចយក rectangular ឬក៏ទូចជាងហ្នឹងក៏បានដែរមកល្មមមកអញ្ចឹងបងប្អូនអាចស្រេទៅតាមអ្វីដែលបងប្អូនចង់បានទៅគឺថាបណ្ណាស្អាតអញ្ចឹងបាទស្រេបែបហ្នឹងហើយកន្លែងនេះខ្ញុំកាត់ចុះក្រមមកកាត់ចុះក្រមបែបហ្នឹងមកអញ្ចឹងយើងមើលរបស់គេទៀតគេមាន line បែបនេះបាទអញ្ចឹងបងប្អូនអាចគូមកយក rectangle tool ឬក៏យើង copy ពីអានេះក៏បានប៉ុន្តែខ្ញុំសុំគូមកល្មមមកបាទឧទាហរណ៍ខ្ញុំយកឲ្យស្មើនេះចុះហើយខ្ញុំ cut វាមកក្តាលមកធ្វើម៉េចបងប្អូនមើលស្រេទៅឲ្យវាស្មើក្តាលហើយខ្ញុំអាចអូសមកក្រោមអានេះមកហើយខ្ញុំដូរវាដាក់រាងពណ៌ប្រផេះអានេះក៏សំខាន់ដែរយើងដាក់ពណ៌នេះដែរមកបាទអត់មានពណ៌ខ្មៅពេកណារាងប្រផេះបាទបែបហ្នឹងហើយយើងអាច copy អានេះមកគូមិញនេះ Ctrl J មក Ctrl T យើងចាប់ទាញវាមកឲ្យវាចេញបែបហ្នឹងហើយចាំយើងចុច Shift ចាប់ទាញមកបែបហ្នឹងមកឃើញស្អាតហើយបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានប៉ុណ្្នឹងហើយបងប្អូនមកមើលអញ្ចឹងគេមាន icon website icon call និង icon ផ្ទះបែបហ្នឹងអញ្ចឹងតើអញ្ចឹងអាហ្នឹងបងប្អូនអាចចូលមកកាន់ Google Chrome ហើយបងប្អូនចូលទៅកាន់ website មួយដែលមានឈ្មោះថា freepik.com បែបហ្នឹងបងប្អូនសរសេរបែបហ្នឹងហើយបងប្អូនចុចមកហើយយក freepik មកចុចលើអាហ្នឹងមកហើយបងប្អូន search ពាក្យថា call មកហើយ enter តទៅទៀតបងប្អូនអាចជ្រើសរើសនេះកន្លែងនេះយក icon មកចុច icon មកគឺវានឹងចេញមកនេះបងប្អូនចង់បាន icon អីបងប្អូនដាក់ទៅតាមនឹងទៅដូចជា website មិញដាក់ save website មកហើយ enter មកតទៅទៀតបងប្អូនចុច download ទៅនេះ download នៅហ្នឹងបាទហើយបងប្អូនទាញវាទៅប្រើប្រាស់ទៅប៉ុន្តែដោយឡែកខ្ញុំមានហើយអញ្ចឹងខ្ញុំគ្រាន់តែចូលមកបើកយកមកប្រើមកបាទអញ្ចឹងខ្ញុំបើកវាមកប្រើមកនេះអញ្ចឹងបងប្អូនអាចឈរលើវាហើយចូលមកកាន់ FX នេះហើយយកពាក្យថា color overlay អញ្ចឹងបងប្អូនអាចដូរដាក់ពណ៌អ្វីមួយមកខ្ញុំយកពណ៌សតទៅទៀតខ្ញុំចូលមកទៀតខ្ញុំយក website អញ្ចឹងឧទាហរណ៍នេះចុះអញ្ចឹងយើងស្រេធ្វើម៉េចកុំឲ្យវាធំពេកយើងដាក់មកល្មមមកបែបហ្នឹងតទៅទៀតយើងអាចយកនេះរូបផ្ទះអញ្ចឹងយើងព្រមមកល្មមមកហើយខ្ញុំឈរលើវាខ្ញុំយក color overlay ដាក់រូបសអញ្
ចឹងអានេះមើលទៅវារៀងកំលៀតឆ្ងាយពេកចឹងខ្ញុំអាចចូលមកកាន់ tab tool យកកន្លែងនេះហើយខ្ញុំដាក់កំលៀតនេះតែ10មកឬក៏11មកបាទកុំឲ្យវាឆ្ងាយពេកហើយខ្ញុំអាច cut អានេះបែបហ្នឹងហើយអានេះខ្ញុំអាចព្រមទៀតមកដាក់មកល្មមមកអញ្ចឹងណាបាទអញ្ចឹងអានេះខ្ញុំអាច cut ឲ្យចំកដាលអានេះដូចគ្នាអានេះដូចគ្នាបាទបែបហ្នឹងមកអានេះយើងអាច cut មកនេះបន្តិចមកព្រីចអានេះបន្តិចមកកុំឲ្យវាទូចពេកអញ្ចឹងយើងអាចស្រាយឲ្យចំកដាលមកបាទបែបហ្នឹងអញ្ចឹងបន្ទាប់ពីបងប្អូនបានប៉ុណ្្នឹងហើយបងប្អូនមកមើលរបស់គេទៀតអញ្ចឹងរបស់គេទៀតមានអ្នក QR ហ្នឹងហើយចំពោះ QR ហ្នឹងបងប្អូនអាចចូលមក search ហើយ download នៅក្នុងនេះបានដូចគ្នាបាទបងប្អូន save QR មក QR ឬក៏បងប្អូនដាក់ QR code មកគឺវានឹងចេញមកហើយបងប្អូនអាច download ទៅប្រើប្រាស់ទៅទាក់ទងនឹង icon ហ្នឹងបាទអញ្ចឹងដោយសារខ្ញុំមានហើយខ្ញុំគ្រាន់តែបើកវាមកប្រើមកបាទនេះអញ្ចឹងខ្ញុំព្រមមកដាក់មកល្មមមកអញ្ចឹងទាក់ទងនឹង logo ខ្ញុំអាចព្រីចឲ្យរាងធំបន្តិចមកហើយខ្ញុំស្រីវាដាក់កន្លែងនេះមកហើយ QR ដូចគ្នាខ្ញុំអាចស្រីវាអញ្ចឹងសំខាន់មែនទែនគឺការរៀបចំនឹងឯងធ្វើម៉េចយើងរៀបចំឲ្យបានល្អស្អាតមកគឺពេលយើងមើលទៅគឺ clean ហើយស្អាតតែម្ដងបាទចូលភ្នែកអញ្ចឹងបាទអញ្ចឹងបន្ទាប់ពីខ្ញុំបានធ្វើខាងមុខរួចហើយខាងក្រោយដូចជាអត់មានអ្វីទេគ្រាន់តែយើងទាញ logo មកហើយយើងយក shape មកគូ style ដូចមុនមកបាទតទៅទៀតយើងសរសេរអក្សរចូលមកគឺរួចរាល់ហើយបាទអញ្ចឹងចំពោះ style ខ្ញុំអត់បានយកអ្វីឆ្ងាយពី style ដើមទេខ្ញុំអាច copy អាហ្នឹងមក select វាទាំងពីរបាទ select វាទាំងពីរបងប្អូនអាចចុច Alt ឲ្យជាប់ហើយចាប់ទាញចូលមកក៏បានដែរឬមួយទៀតបងប្អូនអាច select វារួចបងប្អូនCtrl J ហើយចាប់អូសវាមកដាក់ artboard back យើងហ្នឹងខាងក្រោយយើងហ្នឹងវានឹងមកកាន់ទីនេះហើយបាទតទៅទៀតខ្ញុំចង់ត្រឡប់អានេះមកខាងឆ្វេងវិញបាទអញ្ចឹងយើងគ្រាន់តែ select វាទាំងពីរបែបហ្នឹងហើយ Ctrl T ហើយមកស្ដាំយកពាក្យថា flip horizontal បែបហ្នឹងមកហើយបងប្អូនចុច OK មកគឺរួចរាល់ហើយបាទអញ្ចឹងបានប៉ុណ្្នឹងហើយបងប្អូនអាចយក logo មកដាក់មកហើយសរសេរអក្សរចូលអញ្ចឹងបាទអញ្ចឹងបងប្អូនអាច copy ពីនេះក៏បានឬក៏បងប្អូនបើកថ្មីមកក៏បានដែរបើកចូលមកអញ្ចឹងខ្ញុំអាចដាក់កន្លែងនេះហើយខ្ញុំ copy អក្សរពីនេះក៏បានដែរនេះ Ctrl J មកហើយខ្ញុំអូសវាមកដាក់នៅនេះប៉ុន្តែខ្ញុំលុបចោលខ្ញុំ copy ដាក់អានេះចូលបាទបែបហ្នឹងហើយខ្ញុំដាក់ឲ្យចំកដាលមកមួយទៀតខ្ញុំអាចលេង style កំលៀតវាខ្ញុំឈរលើអក្សរហ្នឹងហើយចូលមកកាន់ T ហើយខ្ញុំចូលមកកាន់កន្លែងនេះហើយខ្ញុំយកកំលៀតវាទាញកំលៀតវាឲ្យវែងអញ្ចឹងទៅប៉ុន្តែយើងកុំយកវែងពេកយើងដាក់មកល្មមមកបាទប៉ុណ្្នឹងចុះហើយខ្ញុំឈរលើវា Ctrl A យើងស្រាយឲ្យចំកដាលមកអានេះដូចគ្នាចុចលើវាស្រាយចំកដាលបាទអញ្ចឹងនៅពេលដែលយើង design រួចហើយយើងចង់ export វាចេញឲ្យវាដាច់ចេញពីគ្នាអញ្ចឹងបាទអញ្ចឹងអត់មានអ្វីពិបាកទេយើងគ្រាន់តែចូលមកកាន់ file ហើយយកពាក្យថា export as មកតទៅទៀតកន្លែងនេះបងប្អូន select វាទាំងពីរចុចកន្លែងណាមួយហើយ shift មកតទៅទៀតបងប្អូនដូរ quality នេះដាក់ grade មកហើយបងប្អូនយកពាក្យថា export ឬទីតាំងមកខ្ញុំដាក់នៅលើ desktop ហើយខ្ញុំយកពាក្យថា select folder តទៅទៀតយើងបាន save រួចហើយបាទអញ្ចឹងបងប្អូនអាចបើកមើលមកនេះ back អានេះ front ដែលយើងបាន design មកមិញបាទនេះឃើញអត់បាទអញ្ចឹងបានប៉ុណ្្នឹងហើយខ្ញុំចង់ធ្វើការ mock up បែបនេះអញ្ចឹងខ្ញុំសូម save អានេះសិនហើយខ្ញុំសូម bet អានេះចោលសិនបាទ
ដំបូងបងប្អូនត្រូវ download file mockup ជាមុនសិនមកអញ្ចឹងរបៀប download file mockup បងប្អូនគ្រាន់តែចូលមកកាន់ free page មកនេះ website free page ហ្នឹងនេះចូលមកកាន់ website ហ្នឹងមកបន្តទៀតបងប្អូន search ពាក្យថា name card បែបហ្នឹងមកហើយបងប្អូន enter បន្តទៀតបងប្អូនចុចពាក្យថា PSD អានឹងគឺជា file Photoshop អញ្ចឹងបាទអញ្ចឹងបងប្អូន note ចំណាំដែរផ្សិនបើវាមានរូប logo ស្ដាច់បែបនេះវាទាមទារយើងទិញអញ្ចឹងបាទអញ្ចឹងយើងមិនចាំបាច់ទិញទេបាទយើងគ្រាន់តែប្រើអាស្រាប់មកដែលវា free អញ្ចឹងបាទនេះអញ្ចឹងខ្ញុំយកទម្រង់ហ្នឹងមកបងប្អូនចុចពីលើវាតទៅទៀតបងប្អូនមកមើលកន្លែង file នេះផ្សិនបើវាមានពាក្យថា PSD បងប្អូនចុច download វាមកបាទហើយ free download មកវានឹង download ឲ្យយើងជាការស្រេចអញ្ចឹងបងប្អូនរងចាំវាបន្តិចទៅបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានដល់ពេញហើយវានឹង load បែបនេះបាទអញ្ចឹងបងប្អូនអាចចូលមកកន្លែង download តទៅទៀតបងប្អូនចុចកន្លែង show in folder នេះមកបងប្អូន double click ហើយ double click លើ file Photoshop នេះមកតទៅទៀតវានឹងបើកបែបនេះបាទហើយនេះខ្ញុំអាចលុបចោលមកកុំឲ្យច្រឡំបាទអញ្ចឹងទី1នេះខ្ញុំអាចដាក់ខាងមុខមកបងប្អូន double click លើវាហើយបងប្អូនអាចលុបចោលមកអាហ្នឹងបាទហើយបងប្អូនអាចទាញរបស់បងប្អូនដែលបាន design រួចមិញបាទអញ្ចឹងអានេះខ្ញុំដាក់ខាងមុខមុនមកខ្ញុំចុច shift មកអញ្ចឹងឲ្យចំពោះទំហំរបស់យើងគឺវាខុសគ្នាតិចតួចពី file mockup អញ្ចឹងបាទអញ្ចឹងអត់ជាបញ្ហាទេយើងចុចទាញវាមកទាញវាឲ្យស្មើបែបហ្នឹងមកយើង tick តទៅទៀតយើងចុចខ្វែងយើងយកពាក្យថា yes មកតទៅទៀតខ្ញុំដាក់ខាងក្រោយ double click ហើយខ្ញុំចូលមកកាន់ place embedded ហើយខ្ញុំយកខាងក្រោយមកនេះហើយខ្ញុំចាប់ទាញវាមកចុច shift មកហើយទាញវាមកបាទអញ្ចឹងយើងដាក់ឲ្យស្មើមកតទៅទៀតយើង tick ហើយចុចខ្វែងយក yes មកអញ្ចឹងនេះគឺជា file mockup នៅពេលដែលយើង design រួចបងប្អូនអាច download file mockup យកមក mockup បែបហ្នឹងមកដើម្បីងាយស្រួលមើលដើម្បីឲ្យដឹងថានៅពេលដែលយើង print ចេញទៅវាមានលក្ខណៈបែបម៉េចហើយស្អាតឬក៏អត់អញ្ចឹងបាទអញ្ចឹងប៉ុណ្្នឹងទាក់ទងនឹងការ design នាមប័ណ្ណឬក៏ name card អញ្ចឹងបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាន់ហើយនឹងចាប់យកបាននៅអ្វីដែលខ្ញុំបានបង្ហាញចំពោះមេរៀនមួយនេះបាទអញ្ចឹងចាំយើងជួបគ្នានៅវីដេអូមេរៀនជាបន្តបន្ទាប់ទៀតបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលា